Bàวิธีในการดูชั่วโมง Gmail บางคนต่างกันนี้ในក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការដូរឈ្មោះ Gmail ហើយនឹងបាទដូរនៅថ្ងៃខែឆ្នាំកំណើតអីក៏បានដែរអញ្ចឹងណាអញ្ចឹងយើងបងប្អូនអាចមាន Gmail ហើយបងប្អូនចង់ដូរ Gmail បងប្អូនចូលមកកាន់ជ្រោមនេះបងប្អូនណាចូលមកកាន់ជ្រោមឥឡូវវាមានរបៀបដូរនៅក្នុង Gmail មួយទៀតក៏ប៉ុន្តែខ្ញុំបង្ហាញនៅក្នុងនេះចោះងាយស្រួលអញ្ចឹងបងប្អូនចូលមកកាន់ជ្រោមនឹងមកបន្ទាប់ពីចូលមកកាន់ជ្រោមឥឡូវអត់តាន់មាន Gmail ឥឡូវខ្ញុំទៅនេះខ្ញុំចុចកន្លែងហ្នឹងហើយបងប្អូនត្រូវស្គាល់ Gmail ស្គាល់ password របស់បងប្អូនអញ្ចឹងចឹងចុចកន្លែងក្បាលមនុស្សនៅខាងស្ដាំខាងលើខាងស្ដាំហ្នឹងចុចហើយមកខាងក្រោមនេះគឺមាន Gmail ជាច្រើនឥឡូវខ្ញុំចុចឲ្យកន្លែងសញ្ញាព្រួយនេះដើម្បីឃើញ Gmail ផ្សេងទៀតអញ្ចឹងនេះគឺមាន Gmail ជាច្រើនអញ្ចឹងខ្ញុំយក Gmail មួយនេះចុះខ្ញុំចុចលើនឹងហើយខ្ញុំចុច continue អូខេបន្ទាប់ពីចូលមកបែបនេះអញ្ចឹងបងប្អូនចង់ដូរឈ្មោះបងប្អូនចុចកន្លែង profile បាទ Gmail យើងចុចលើនឹងមួយបន្ទាប់មកទៀតចុចទៅលើបាទឈ្មោះរបស់ Gmail យើងទៀតអូខេចុចអញ្ចឹងបងប្អូនអូសមកខាងក្រោមឃើញអញ្ចឹងអូសមកខាងក្រោមបងប្អូនយកពាក្យបាទ manage your Google account ចុចទៅនឹងមកហើយនឹងបង្ហាញមកបែបនេះអញ្ចឹងបងប្អូនយកកន្លែងពាក្យ personal info ចុចកន្លែងហ្នឹងមកហើយនឹងឃើញទេបងប្អូនអញ្ចឹងឃើញនេះឃើញកន្លែងនេះបង្ហាញពីឈ្មោះ Gmail យើងថ្ងៃខែឆ្នាំកំណើតហើយនឹងបាទ page អញ្ចឹងខ្ញុំចង់ដូរឈ្មោះ Gmail អញ្ចឹងណាអញ្ចឹងចង់ដូរឈ្មោះចុចទៅលើឈ្មោះហ្នឹងមកចុចមួយ page បន្តមកទៀតនេះកន្លែងដូរឈ្មោះអញ្ចឹងខ្ញុំអត់ចង់ដាក់បងទេឥឡូវខ្ញុំដូរមកវិញចាអូខេខ្ញុំដូរចុចលើមួយហើយខ្ញុំដាក់ខាងលើនេះខ្ញុំដាក់លុបខ្ញុំដាក់ខេមខាងក្រោមខ្ញុំដាក់ Cambo វិញបាទ Cambo ដាក់តែប៉ុណ្្នឹងទេបន្តមកទៀតចុចដានមកបងប្អូនបាទដានទៅនេះដានហើយចុចឲ្យកន្លែងឈរចាំងនេះមួយទៀតអូខេប៉ុណ្ណឹងគឺឈ្មោះហ្នឹងគឺបានដូរហើយបងប្អូនណាបានដូរហើយឥឡូវខ្ញុំចូលមកឥឡូវខ្ញុំ back មកវិញមួយទៀតបាទ back ហើយយើងមើលសារថ្មីមកណាចង់ដឹងថាដូរឬក៏អត់អូខេឈ្មោះនឹងដូរឲ្យបងប្អូនណានេះបានដូររួចរាល់ហើយអញ្ចឹងសម្រាប់ការដូរឈ្មោះគឺមានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនចង់ដូរ page ដូរ Gmail ដូរថ្ងៃខែឆ្នាំកំណើតនៅក្នុង Gmail អីក៏បានដែរណា